ស្រីតាឲ្យចិញ្ចៀន3វងនេះទៅចៅទេខ្ញុំមិនយកទេលោកតាហេតុអីបានជាតាឲ្យចិញ្ចៀននេះមកខ្ញុំឆាប់ទទួលយកទៅចាញ់មិនយកទេយកទៅចៅនេះជារបស់ចៅហើយយកទៅពាក់ទៅតាមយ៉ាងម៉េចហ្នឹងហ៎តាមយ៉ាងម៉េចចិញ្ចៀនអ្នកខ្ញុំយកសពឃើញបានចិញ្ចៀន3វងពេលតាចាស់ម្នាក់យកមកឲ្យខ្ញុំស្រឡាញ់ចិញ្ចៀននោះណាមានពន្លឺដូចពេជ្រចរណៃតែឥឡូវនេះវារលាយបាត់ទៅហើយណាអូអញ្ចឹងទេតាមើលយកសពនឹងពិតជាល្អហើយអូភ្លឺទៅហើយខ្ញុំប្រញាប់ទៅចំការផងណាចាំថ្ងៃរសៀលបន្តិចចាំខ្ញុំឲ្យតាហោរាទូទាយឲ្យចាំនេះសូមលោកតាជួយកាត់សម្បត្តិនេះផងចាច់ខ្លាំងគៀខ្លែងពុតចំបាយប្រហោះមានស៊ីសុកតបៅសៅទីទុយអូយល្អប្រពៃណាស់ចៅមាននប់ប្រពន្ធចៅនឹងមានផ្ទៃពោះគឺអ្នកមានបុណ្យមកចាប់កំណើតដល់ទៅ3អង្គឯណោអូពិតមែនទេលោកតាខ្ញុំសប្បាយចិត្តណាស់គឺពិតណាស់តែប្រយ័ត្នប្រពន្ធចៅមានគ្រោះព្រោះតែផ្លែស្វាយអ្នកខ្ញុំណៃនេះអូមីលីមីលីអ្នកមកបញ្ហើយមែនហើយថ្ងៃនេះអ្នកមិនក៏សប្បាយចិត្តផ្លែខ្លាំងម្ល៉េះមែនតោះយើងទៅផ្ទះខ្ញុំមានដំណឹងល្អមួយមកប្រាប់មីលីណាពិសាទឹកទៅនេះខ្ញុំអាណិតអ្នកណាទោះបីនៅហាត់យ៉ាងណាក៏មិនស្ដីបានរស់នៅក្បែរមីលីខ្ញុំសប្បាយចិត្តភ្លេចរឿងនៅហត់អស់ទៅហើយអូអ្នកថាមានដំណឹងល្អប្រាប់ខ្ញុំនោះតើរឿងអីទៅគឺរឿងសុបិនរបស់មីលីនឹងណាលោកគ្រូគាត់ជួយកាត់ឲ្យថាល្អណាគឺយើងមានកូននឹងណាមានកូនមែនហើយចាប់ពីពេលដែលគេកើតមកយើងនឹងខ្លាចជាអ្នកមានបានហើយខ្លាចជាឪពុកម្ដាយរបស់ស្ដេចទៀតផងណាតើមីលីសប្បាយចិត្តទេចាខ្ញុំសប្បាយចិត្តណាស់នេះហើយថែមទាំងត្រេកអរទៀតផងមួយរដូវកាលកន្លងផុតទៅ
មិននឹងមីលី អ្នក មិនក៏តែហេបទៅហប់ខ្លាំងម្លេះមីលី អ្នកទៅជួយបេះស្វាយខ្ញុំបន្តិចមក ស្វាយណាទេ មកអ្នកមក អូណែ នោះអ្នកនៅដើមខាងមុខនោះហើយមកអ្នកមកនោះឃើញទេគឺផ្លែស្វាយនោះហើយខ្ញុំចង់ឲ្យអ្នកឡើងបេះផ្លែស្វាយនោះឲ្យខ្ញុំឃ្លានណាស់អ្នកនោះអ្នកខ្ញុំឃ្លានណាស់ ពិតមែនទេលោកតាខ្ញុំសប្បាយចិត្តណាស់ គឺពិតណាស់តែប្រយ័ត្នប្រពន្ធចៅមានគ្រោះពីព្រោះតែផ្លែស្វាយ ខ្ញុំឃ្លានណាស់អ្នក មីលីខ្ញុំឈឺជើងឡើងមិនរួចទេ គ្រាន់តែផ្លែស្វាយនឹងមួយអ្នកបេះឲ្យខ្ញុំមិនបានទេទោះបីជាអ្នកដឹងថាខ្ញុំចង់ហូបផ្លែស្វាយនោះយ៉ាងណាក៏ដោយមែនទេ មិនមែនទេខ្ញុំមិនណាមិនចង់ឲ្យមីលីហូបផ្លែស្វាយនោះតែនេះខ្ញុំប្រកាសជាឡើងមិនរួចមែនណាខ្ញុំឈឺជើងពិតជាឡើងមិនរួចទេមីលី គ្រាន់តែប៉ុណ្ណឹងអ្នកក៏បេះផ្លែស្វាយឲ្យខ្ញុំមិនបានអ្នកដឹងទេថ្ងៃនេះបើមិនបានហូបស្វាយនឹងទេខ្ញុំពិតជាខ្សែមិនខាន អេណែឥឡូវចេះចុះណែចាំខ្ញុំទៅកាប់ឫស្សីមកធ្វើជាទំពក់បេះឲ្យមីលីអូមីលីចាំខ្ញុំក្រោមដាំស្វាយនឹងហើយណា ខ្ញុំអរណាស់អ្នកថ្ងៃនេះខ្ញុំបានហូបផ្លែស្វាយនេះហើយឆាប់ទៅភ្លាមអ្នកតែ អ្នកយូរម្លេះអ្នក មិនមែនបងមិនចង់ឲ្យអូនហូបផ្លែស្វាយខ្ចីនោះទេតែបងក្រៃលោមានគ្រោះថ្នាក់ដូចជាពាក្យលោកគ្រូទាយកាត់សុបិននោះមើលទៅថ្មណែប្រហែលជាអូនឈប់ចង់ផ្លែស្វាយហើយវិលត្រឡប់មកដាំបាយនៅផ្ទះវិញហើយមើលទៅ